បាទសម្រាប់សួរថ្ងៃនេះខ្ញុំចង់ចែកចម្លែកវីដេអូមួយដែលមានសារៈសំខាន់សម្រាប់អាណាព្យាបាលទាំងអស់ហើយតាមពិតបច្ចុប្បន្ននេះគឺបច្ចេកវិទ្យាវារីកចម្រើនហើយតកតងទៅនឹងការប្រើប្រាស់ទូរស័ព្ទពុំដែលមួយចំនួនគឺគាត់មានក្តីបារម្ភមែនទែនសម្រាប់តកតងទៅនឹងបញ្ហាឲ្យកូនមើលទូរស័ព្ទច្រើនឬក៏ការមើលទូរស័ព្ទហ្នឹងគឺវាមាន content មិនល្អហើយយើងពិបាកក្នុងការគ្រប់គ្រងហើយយើងអាចសម័យបានថាបើសិនជាក្មេងៗដែលគាត់នៅក្មេងហើយគាត់មើលវីដេអូដែលវាជាប្រភេទ content មិនល្អដូចថាជាប្រភេទពើហិង្សាឬក៏ជាប្រភេទវីដេអូដែលនិយាយពីអសីលធម៌អីយើងគិតថាពេលដែលគាត់ធំឡើងតើវានឹងទៅជាយ៉ាងណាឬក៏វាមានផលប៉ះពាល់អ្វីខ្លះនៅក្នុងសង្គមគ្រួសារខ្លួនឯងឬក៏សង្គមជាតិទាំងមូលបាទករណីដែលគាត់ប្រើប្រាស់social media ដែលវាមិនល្អពីមួយថ្ងៃទៅមួយថ្ងៃហើយត្រង់ចំណុចនេះខ្ញុំគិតថាសម្រាប់អ្នកព្យាបាលមួយចំនួនគួរតែគាត់មើលប្រភេទ YouTube Kids ណាការប្រើ YouTube Kids ហ្នឹងគឺវាតម្រូវសម្រាប់តែក្មេងៗតែមកបាទហើយវាមានជាវីដេអូប្រភេទខ្មែរនិងភាសាបរទេសផ្សេងៗហើយវាផលិតសម្រាប់តែទៅលើកុមារទាំងអស់ផ្ទាល់តែម្ដងបាទហើយជាភាសាអាណាព្យាបាលគឺគាត់អត់បារម្ភទៅលើការគិតថាកូនយើងមើលវីដេអូមួយនេះមិនល្អឬក៏យើងអាចកំណត់ពេលវេលាទៅលើការមើលវីដេអូរបស់កូនយើងបានហើយយើងមិនបារម្ភថា content ហ្នឹងវាលក្ខណៈជារឿងពាក្យមិនល្អឬក៏ជាប្រភេទប្រើហិង្សាហើយខ្ញុំសង្កេតថាក្នុង YouTube Kids ហ្នឹងគឺវាមានតកតងទៅនឹងSTEM អីឬក៏តកតងទៅនឹងការនិយាយភាសាបរទេសឬក៏ជាលក្ខណៈកម្សាន្តជាលក្ខណៈបច្ចេកវិទ្យាសម្រាប់ក្មេងៗណាហើយតកតងទៅនឹងការប្រើប្រាស់ YouTube Kids ហ្នឹងគឺសម្រាប់ប្រទេសខ្មែរយើងគឺអត់អាចប្រើបានទេហើយខ្ញុំបានតម្លាក់វីដេអូ link នៅក្នុង comment ហ្នឹងហើយអ្នកទាំងគ្នាអាចមើលពីវិធីក្នុងការតម្លើង YouTube Kids សម្រាប់នៅស្រុកខ្មែរយើងដោយសុវត្ថិភាពមិនចាំបាច់បង់ប្រាក់ហើយវាមានសុវត្ថិភាពមើលរហូតបាទអញ្ចឹងគឺ YouTube Kids សម្រាប់ខ្មែរយើងខ្ញុំ